ផ្ទុះអាវុធបិទសាលារៀនត្រៀមជំនះប្រជាជនជាផតាងបង្ហាញថាថៃមានផែនការវាយប្រហារកម្ពុជាសាជាថ្មីស្ថានភាពប្រែប្រួលតាមព្រំដែនកម្ពុជាថៃហាក់មានសភាពកាន់តែតានតឹងឡើងវិញគណៈភាគីថៃកាលពីថ្ងៃទី25ខែកញ្ញាឆ្នាំ2025បានប្រកាសប្រាប់ប្រជាជនខ្លួននៅតាមព្រំដែនឲ្យត្រៀមខ្លួនជំនះដើម្បីសុវត្ថិភាពរបស់ពួកគេការនេះសបញ្ជាក់ថាថៃប្រហែលที่មានផែនការលុកលុយឈ្លានពានកម្ពុជាសាជាថ្មីខណៈកាលពីថ្ងៃទី25ខែកញ្ញាដដែលនោះមានផ្ទុះការបាញ់កាំភ្លើងបង្កហេតុជាច្រើនលើកច្រើនសារនៅខាងភាគីថៃតែបែរជាចោទកម្ពុជាបំពានបទជប់បាញ់ថ្មីនេះសាលារៀនបូរីវិទ្យាខំក្រមការិយាល័យតំបន់សេវាអប់រំមធ្យមសិក្ខាចន្ទបុរីត្រាតបានចេញសេចក្តីជូនដំណឹងមួយប្រកាសបិទសាលារៀនដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពសេចក្តីជូនដំណឹងបានបញ្ជាក់ថាការបិទនេះត្រូវបានប្រកាសដោយសារស្ថានភាពមិនមានសុវត្ថិភាពដែលកើតឡើងពីការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃសេចក្តីប្រកាសនេះបានកត់សម្គាល់ថាស្ថានភាពអស្ថិរភាពនៅតាមព្រំដែនមានភាពតានតឹងហើយអាចកើនឡើងជាអំពើហិង្សាដែលអាចប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ជុំវិញហើយធ្វើឲ្យសិស្សានុសិស្សគ្រូបង្រៀននិងបុគ្គលិកអប់រំស្ថិតក្នុងហានិភ័យអាស្រ័យហេតុនេះដើម្បីធានាបាននូវសុវត្ថិភាពជាអត្តបរមាដល់សិស្សលោកគ្រូអ្នកគ្រូនិងបុគ្គលិកអប់រំសាលារៀនបានប្រកាសបិទចាប់ពីថ្ងៃសុក្រទី26ខែកញ្ញាឆ្នាំ2025រហូតដល់មានការជូនដំណឹងបន្ថែមក្នុងនោះនៅសាលាប្រជុំជាន់ទី2នៃសាលាស្រុកមឿងត្រាតលោកគ្រៀងក្រៃបញ្ញាប៉ងសន្ធុជាអភិបាលស្រុកមឿងត្រាតបានកោះប្រជុំបន្ទាន់មួយដើម្បីរៀបចំការជំនះប្រជាពលរដ្ឋនៅតំបន់ដែលមានហានិភ័យខ្ពស់នៅតាមព្រំដែនខាត់ត្រាចក្នុងស្រុកមឿងត្រាតមេភូមិថ្នាក់ដឹកនាំមូលដ្ឋានសាលារៀននិងក្រុមសង្គ្រោះបានចូលរួមក្នុងកិច្ចប្រជុំនេះលោកគ្រៀងក្រៃបានបញ្ជាក់ថាគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះគឺដើម្បីត្រៀមលក្ខណៈសម្រាប់ការជំនះប្រជាពលរដ្ឋនៅតំបន់ដែលមានហានិភ័យខ្ពស់នៅទូទាំង4ស្រុករួមមានឡែមខ្លាតហានិភ័យខ្ពស់បំផុតថាគុំចាំរៈនៅតាកាំងហានិភ័យទាបបំផុតទៅកាន់ទីជម្រកចំនួន4ការជំនះក្រុមដែលងាយរងគ្រោះនឹងចាប់ផ្ដើមដំបូងលោកបានលើកឡើងថាគណៈកាលបារីឆែតបញ្ជាជំនះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេចារកម្មសន្តិសុខបង្ហាញថាស្ថានភាពព្រំដែនកាន់តែតានតឹងទោះជាយ៉ាងណាក៏ដោយតំបន់ខាត់ត្រាច់ត្រូវបានចាត់ទុកថាជាតំបន់ដែលមានហានិភ័យតិចបំផុតបើធៀបនឹងតំបន់ផ្សេងទៀតប៉ុន្តែស្រុកមឿងត្រាច់ត្រូវតែរៀបចំតាមផែនការជំនះលោកបានស្នើឲ្យសង្កាត់ទាំង4ផ្សព្វផ្សាយផែនការជំនះឲ្យបានច្បាស់លាស់ដល់សាធារណជនដើម្បីការពារកុំឲ្យមានបញ្ហាដោយសារប្រជាពលរដ្ឋមួយចំនួនបានតាំងទីតាំងខុសអំឡុងពេលជំនះលើកទី1ធ្វើឲ្យមានបញ្ហាការគ្រប់គ្រងនៅកន្លែងស្នាក់នៅគួរជម្រាបថាយោងតាមការបញ្ជាពីកងកម្លាំងរបស់កម្ពុជាឈរជើងនៅជួរមុខនៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025មានការផ្ទុះអាវុធនៅខាងភាគីថៃរហូតដល់4លើកចាប់ពីម៉ោង 2:57 នាទីរំលងអធ្រាត្រដល់ម៉ោង 7:00 នាទីព្រឹកថ្ងៃដដែលនោះក្រសួងការពារជាតិកម្ពុជាបង្ហាញរបាយការណ៍ដោយយោងតាមការបញ្ជាក់ពីកងកម្លាំងដែលឈរជើងនៅជួរមុខថាថៃបានការផ្ទុះអាវុធប្រមាណជាង30គ្រាប់នៅក្នុងទឹកដីថៃខ្លួនឯងដែលជាប់ជាមួយកម្ពុជាចំពោះពេលវេលានៃការផ្ទុះនោះរួមមានម៉ោង 11:25 នាទីមានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃនៅទល់មុខភូមិសត្វជប់តាព្រិចចំនួន1គ្រាប់ដោយឡែកនៅម៉ោង 16:48 នាទីមានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃនៅទល់មុខភូមិសាស្ត្រច្រកអានសេះចំនួន3គ្រាប់ក្រោយមកនៅចាប់ពីម៉ោង 16:48 នាទីដល់ម៉ោង 17:00 នាទីមានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃទល់មុខភូមិសាស្ត្រប្រលានថ្មបូស្ប៊ូចាំតែប្រហែលចំនួន25ទៅ30គ្រាប់ទៀតព័ត៌មានយ៉ាងណាទៀតនោះសូមរងចាំការអាប់ដេត